មានមូលហេតុអ្វីខ្លះដែលអាចនាំឲ្យប្តីប្រពន្ធធ្វើការដាក់ពាក្យសុំលែងលះគ្នាបានជាការពិតណាស់ជីវិតជាប្តីប្រពន្ធតែងតែជៀសមិនផុតអំពីការកម្មរកូសក្នុងគ្រួសារនោះទេហេតុដូច្នេះហើយទើបក្រមរដ្ឋបវេណីបានបញ្ញត្តិអំពីមូលហេតុដែលអាចនាំឲ្យធ្វើការលែងលះគ្នាបានដោយយោងទៅតាមក្រមរដ្ឋបវេណីមាត្រា978មូលហេតុនៃការលែងលះគ្នាប្តីឬប្រពន្ធអាចដាក់ពាក្យបណ្ដឹងលែងលះគ្នាបានតែក្នុងករណីដែលកំណត់ខាងក្រោមនេះកបានប្រព្រឹត្តអំពើផិតទៅលើសហព័ន្ធខបានបោះបង់សហព័ន្ធចោលដោយគ្មានមូលហេតុត្រឹមត្រូវកមិនដឹងច្បាស់ថាសហព័ន្ធស្លាប់ឬរស់អស់រយៈពេលជាង1ឆ្នាំខបើសហព័ន្ធបានរស់នៅបែកគ្នាជាបន្តបន្ទាប់អស់រយៈពេលជាង1ឆ្នាំទុយនឹងគោលបំណងនៃអាពាហ៍ពិពាហ៍ករណីផ្សេងទៀតដែលទំនាក់ទំនងអាពាហ៍ពិពាហ៍ត្រូវបានបែកបាក់ហើយគ្មានសង្ឃឹមថានឹងអាចបដិទានឡើងវិញបានសរុបមកប្រសិនបើសហព័ន្ធណាម្ខាងដែលពួកគាត់មានបំណងចង់ធ្វើការដាក់ពាក្យប្តឹងសុំលែងលះពួកគាត់ត្រូវតែមានមូលហេតុណាមួយដូចដែលមូលហេតុទាំង5ខាងលើនេះ